ជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែចូលមកវីដេអូរបស់ខ្ញុំថ្ងៃនេះអរគុណព្រះអង្គថ្ងៃនេះខ្ញុំនឹងនាំនៅព្រះបន្ទូលនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី2ចំពោះ4ប្រសិនជាអ្នកទាំងអស់គ្នាទំនេរនៅថ្ងៃនេះគឺអាចទាញយកព្រះគម្ពីររបស់យើងមកបើកហើយផ្ទៀងជាមួយនឹងខ្ញុំនឹងអានមួយចំពោះនេះសម្រាប់អ្នកទាំងអស់គ្នាហើយយើងនឹងគិតពិចារណាជាមួយនឹងគ្នាហើយបើអ្នកទាំងអស់គ្នាទទួលការប៉ះពាល់អ្វីពីក្នុងខគម្ពីរនេះអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមហើយនឹងអាចចែករំលែកមកកាន់ខ្ញុំផងដែរខ្ញុំក៏ត្រូវការរៀនត្រូវការដឹងថែមទៀតអំពីព្រះハរតីរបស់ទ្រង់ដូចគ្នាដែរចាអរគុណព្រះអង្គអញ្ចឹងខ្ញុំនឹងអាននៅក្នុងខគម្ពីរកូរិនថូសខ្សែទី2ចំពោះ4គឺមួយចំពោះពេញតែម្ដងបើព្រះជាម្ចាស់មានព្រះハរតីមេត្តាករុណាប្រគល់មុខងារនេះមកឲ្យយើងបំពេញយើងមិនបាក់ទឹកចិត្តឡើយយើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាមួយដែលគួរឲ្យអៀនខ្មាស់នោះទេហើយយើងក៏មិនបោកបញ្ឆោតគេឬខ្លាចបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរទុយទៅវិញយើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្តីពិតទាំងនាំគេឲ្យទុកចិត្តលើយើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ប្រសិនបើអត្តន័យនៃដំណឹងល្អនៅតែលាក់កំបាំងគឺលាក់កំបាំងតែចំពោះអ្នកដែលត្រូវវិញ្ញាណអន្តរាយប៉ុណ្ណោះជាអ្នកដែលមិនជឿត្រូវព្រះនៃលោកីនេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹតមិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រីស្ទជាតំណែងរបស់ព្រះជាម្ចាស់នោះឡើយយើងមិនប្រកាសអំពីខ្លួនយើងទេគឺយើងប្រកាសអំពីព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូនព្រោះតែព្រះយេស៊ូវគ្រីស្ទនេះហើយព្រះជាម្ចាស់ដែលមានព្រះបន្ទូលថាចូលឲ្យមានពន្លឺចេញពីងងឹតទ្រង់ក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់នៅសេរីរុងរឿងរបស់ព្រះជាម្ចាស់ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រីស្ទដែរយើងមានមុខងារដ៏ប្រសើរនេះប្រៀបបីដូចជាឆ្នាំងដីដែលមានកំណត់នៅខាងក្នុងដើម្បីឲ្យមនុស្សលោកឃើញថាឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់មិនមែនជារបស់យើងទេគេសង្កត់សង្កិនយើងគ្រប់បែបយ៉ាងតែយើងមិនភ័យខ្លាចបារម្ភអ្វីឡើយយើងទាស់ច្រកមែនតែយើងនៅតែទៅមុខរួចគេបៀតបៀនយើងមែនតែព្រះជាម្ចាស់មិនបំបងយើងចោលឡើយគេវិដំយើងមែនតែយើងមិនស្លាប់បាត់បង់ជីវិតឡើយក្នុងរូបកាយយើងផ្ទុកសេចក្តីឈឺចាប់របស់ព្រះយេស៊ូវជានិច្ចដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងយើងព្រោះតែព្រះយេស៊ូវយើងដែលកំពុងរស់តែងតែប្រឈមមុខនឹងសេចក្តីស្លាប់ជានិច្ចដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលតែងតែស្លាប់ដូច្នេះសេចក្តីស្លាប់ចេះតែយាយយើងរីឯបងប្អូនវិញបងប្អូនចេះតែចម្រើនឡើងដោយយើងមានវិញ្ញាណដែលនាំឲ្យជឿស្របតាមសេចក្តីដែលមានចែងទុកមកថាខ្ញុំជឿហេតុនេះហើយបានជាខ្ញុំនិយាយយើងក៏ជឿដែរហេតុនេះហើយបានជាយើងនិយាយយើងដឹងថាព្រះអង្គដែលបានប្រោសព្រះអង្គម្ចាស់យេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូវដែរព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គរួមជាមួយបងប្អូនថែមទៀតផងហេតុការណ៍ទាំងនេះកើតឡើងជាប្រយោជន៍ដល់បងប្អូនគឺឲ្យព្រះគុណបានចម្រើនកាន់តែច្រើនឡើងដើម្បីឲ្យមានគ្នាមួយចំនួនធំអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងនិងលើកដំកើងសេរីរុងរឿងរបស់ព្រះអង្គហើយនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅក៏ដោយក៏ជំរឿចិត្តយើងកាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរត្បិតទុកលំបាកបន្តិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះធ្វើឲ្យយើងមានសេរីរុងរឿងដ៏ប្រសើរលឿនលប់ជាសេរីរុងរឿងដ៏នៅសរសេរអកលជានិច្ចដែលរកអ្វីមកប្រៀបផ្ទឹមស្មើបំបានដូច្នេះយើងមិនចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលឃើញឡើយគឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញត្បិតអ្វីៗដែលភ្នែកមើលឃើញនៅសរសេរតែមួយរយៈប៉ុណ្ណោះតែអ្វីៗដែលភ្នែកមើលមិនឃើញនៅសរសេរអកលជានិច្ចអេមែនអរគុណព្រះអង្គសម្រាប់ខគម្ពីរមួយចំពោះនេះគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងនៅពេលដែលខ្ញុំបានអានខគម្ពីរនេះហើយខគម្ពីរមួយនេះចំពោះមួយនេះគឺបានប៉ះពាល់ខ្ញុំនៅក្នុងខចុងក្រោយគឺនៅក្នុងខទី18ខ្ញុំនឹងអានខនេះជាថ្មីម្ដងទៀតដូច្នេះយើងមិនចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលឃើញឡើយគឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញបាត់អ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះតែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអកលជានិច្ចវិញចានេះគឺជាខគម្ពីរដែលខ្ញុំចាប់អារម្មណ៍ខ្ញុំប៉ះពាល់ចិត្តពីព្រះអង្គកាលពីយប់មិញនៅពេលដែលខ្ញុំអានខគម្ពីរនេះគឺប៉ះពាល់ខ្លាំងមែនទែនព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យខ្ញុំ
គិតអំពីសេចក្តីជំនឿដែលជឿលើអង្គព្រះយេស៊ូវគ្រីស្ទគឺឲ្យខ្ញុំលះបង់ចោលនៅអ្វីដែលភ្នែកខ្ញុំតែងតែមើលឃើញហើយតែងតែប្រាថ្នាចង់បានមានរឿងជាច្រើននៅលើផែនដីដែលភ្នែករបស់យើងបានមើលឃើញហើយយើងចាប់អារម្មណ៍មែនទែនពេលខ្លះយើងរត់ដេញតាមរហូតដល់យើងភ្លេចព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រោះតែយើងចង់បំពេញបំណងប្រាថ្នារបស់ខ្លួនឯងព្រោះតែយើងចង់បំពេញអារម្មណ៍ខ្លួនឯងយើងក៏បានធ្វើវាយើងក៏បានប្រព្រឹត្តវាប៉ុន្តែព្រះជាម្ចាស់បានបន្ទូលមកកាន់ខ្ញុំនៅខនេះកាលពីយប់មិញធ្វើឲ្យខ្ញុំគឺប៉ះពាល់ចូលជ្រាបនៅក្នុងចិត្តរបស់ខ្ញុំហាក់ដូចជាបំពេញនៅអ្វីមួយដែលខ្ញុំកំពុងតែខ្វះនៅក្នុងចិត្តខ្ញុំហើយខ្ញុំអរគុណព្រះអង្គខ្ញុំដឹងថាមានតែការដែលសម្លឹងទៅមុខទៅកាន់ព្រះយេស៊ូវគ្រីស្ទដែលកំពុងគង់នៅឋានសួគ៌ហើយរត់ដេញតាមរត់ទៅមុខទៀតដើម្បីឲ្យទៅដល់ទីកន្លែងដែលព្រះអង្គគង់នៅនោះជាស្ថានសួគ៌ដ៏ប្រសើរឧត្តមដែលជាកន្លែងមួយដែលនៅស្ថិតស្ថេរអកលជានិច្ចគឺវាមិនដូចជាអ្វីដែលខ្ញុំកំពុងតែមើលឃើញនៅលើផែនដីនេះទេគឺនៅលើផែនដីនេះមានរបស់ទ្រព្យមានអ្វីជាច្រើនសូម្បីតែជីវិតក៏ជាអ្វីមួយដែលមនុស្សតែងតែរក្សាដើម្បីឲ្យគង់វង្សនៅលើផែនដីនេះបានយូរអង្វែងប៉ុន្តែព្រះអង្គប្រាប់ថាមិននៅស្ថិតស្ថេរនោះទេអ្វីដែលយើងមើលឃើញមិននៅស្ថិតស្ថេរទេប៉ុន្តែអ្វីដែលយើងមើលមិនឃើញនោះវិញទេដែលនៅស្ថិតស្ថេរអកលជានិច្ចចឹងបងប្អូនដឹងស្រាប់ហើយថាយើងជឿលើព្រះយេស៊ូវគ្រីស្ទយើងមើលអត់ឃើញព្រះអង្គទេសពថ្ងៃយើងជឿតាមរយៈខគម្ពីរយើងជឿតាមរយៈព្រះអង្គបានប៉ះពាល់យើងមិនបានមើលឃើញព្រះអង្គមុខទល់នឹងមុខនោះទេប៉ុន្តែព្រះអង្គថាអ្វីដែលយើងមើលមិនឃើញគឺនឹងនៅស្ថិតស្ថេរអញ្ចឹងជំនឿលោកអ្នកហើយនឹងខ្ញុំដែលបានដាក់ជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទនោះហើយគឺជាអ្វីមួយដែលនៅស្ថិតស្ថេរយើងនឹងទទួលបានការសង្គ្រោះអស់កលជានិច្ចយើងនឹងមានទីកន្លែងមួយដែលអាចរស់នៅអស់កលជានិច្ចជាមួយនឹងព្រះអង្គដែលជាព្រះដែលបានសគត់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងអរគុណព្រះអង្គហើយបើសិនជាបងប្អូនដែលបានចូលមើលវីដេអូនេះអានខគម្ពីរឬក៏អត្ថបទគម្ពីរនេះនៅជំពូកនេះទាំងមូលមានការប៉ះពាល់ចិត្តនៅផ្នែកណាមួយសូមចែករំលែកដោយ comment នៅខាងក្រោមអរគុណច្រើនសូមព្រះជាម្ចាស់ប្រទានពរ Goodbye ជម្រាបលាអូខេ